tôi nâng ca bộ bài rướng xem lấy AI នេះខ្ញុំសូមបង្ហាញនៅ demo នៅ website ដែលខ្ញុំបានធ្វើតើតើនឹងការប្រើប្រាស់អញ្ចឹងមាន5បាទទី1គឺ writer បាទ writer tab writer គឺទួនាទីសម្រាប់ឲ្យយើងបង្កើត lyric បទចម្រៀងបាទអញ្ចឹងគ្រាន់តែបងប្អូនសរសេរឈ្មោះចំណងជើងរយៈពេលហើយប្រភេទចង្វាក់បាទឧបករណ៍អញ្ចឹងណាបាទហើយ style ចម្រៀងប្រុសស្រីក៏ឆ្លើយឆ្លងបាទប្រភេទ sad happy ឬក៏អីគេ romantic អីទៅបាទហើយភាសាបាទមានកូរ៉េមានចិនមានអីហ្នឹងទៅគេថា mix ចូលគ្នាហើយប្រភេទទម្រង់កំណាព្យខ្មែរមានថាជាប្រភេទឲ្យចង់ជូនណាអញ្ចឹងវាមានប្រភេទបាទសម័យបែបទំនើប rap អីហ្នឹងទៅអូខេហើយខាងក្រោមនេះគឺប្រសិនបើបងប្អូនចុចចំកន្លែងនេះមានន័យថាយើងអាចទៅអាប់ឡូតបទចម្រៀងឬក៏វីដេអូមួយណាមួយដើម្បីឲ្យអាចគេហៅថាចម្លង style តែអត់ដូច 100% ទេអាចជាប្រភេទ set ភេទអីចឹងណាបាទអាហ្នឹងយើងអត់ចង់សរសេរខាងលើនេះគឺយើងគ្រាន់តែអាប់ឡូតមក generate មកចេញជាបទថ្មីឲ្យយើងតែម្ដងអូខេទី2គឺ TTS បំលែងសលេងទៅជា subtitle អីហ្នឹងប៉ុន្តែអត់តន់បានល្អ 100% ទេក្នុងហ្នឹងណាបាទទី3គឺ script story មានន័យថាទូនាទីសម្រាប់ក្នុងការបង្កើតជាសាច់រឿងខ្លីមួយបាទរឿងនិទានឬក៏រឿងអីក៏ដោយបាទដែលយើងចង់សរសេរអាច add ជារូបភាពនោះគឺអាចបង្កើតឲ្យយើងតែម្ដងបាទអូខេអញ្ចឹងនៅក្នុងនេះវាមានប្រភេទសាច់រឿងណាមានភាគរន្ធត់បាទរីករាយផ្សងព្រេងកំ pl ែងនៅចេតនាប្រវត្តិសាស្ត្រល្ខោនផ្សារផ្សោយផ្សាយអញ្ចឹងទៅបាទហើយរយៈពេលវាមានមួយនាទីតាមនឹងកពិតដាក់ក្នុងនេះ5នាទីប៉ុន្តែអាចវានឹងលើសនឹងណាអូខេមិញលើកណ្ដឹងបាទអូខេអញ្ចឹងប្រភេទនេះគឺជាប្រភេទ model បង្កើតរូបភាពប៉ុន្តែវាមានបញ្ហាបន្តិចទាក់ទងនឹងការបង្កើតដោយសារវាប្រើជាមួយនឹង API ច្រើនអញ្ចឹងយើងអាចធ្វើយកជាប្រភេទ prompt ដើម្បីទៅបង្កើតក្នុង flow ឬក៏ Gemini បានក្នុងហ្នឹងណាហើយនេះជាសលេងបាទសលេង free ដែលមានរបស់ Microsoft ហើយនិងរបស់ Google បាទ2 free បាទអញ្ចឹងបើយើងចង់ប្រើសេមុំពិសិដ្ឋយើងប្រើសេមុំពិសិដ្ឋមកអញ្ចឹងណាបើយើងចង់បើរបស់ Google នេះមាន2ដែរស្អីមួយប្រើមួយអូខេហើយកន្លែងនេះគឺយើងបង្កើតជាចំណងជើងរឿងបាទសរសេរមកចំណងជើងឈ្មោះអីបាទកើតមកអូខេបន្តមកទៀតគឺ tab ទី4នេះគឺតាក់ទងនឹងការបកប្រែរឿងសំឡេង AI បាទអញ្ចឹងទូនទីធួនេះគឺរៀងធំតិចប៉ុន្តែឥឡូវខ្ញុំបាន fix ដើរចិត្ត 100% ខ្វះតែ 1% ទៀតទេដោយសារធួខ្លះខ្ញុំអត់បានអាប់ដេតថ្មីបាទឬក៏ធួនេះដល់តមានវាមានបញ្ហាបាទដោយសារវា remove vocal អត់ទាន់ស្អាតបាទអូខេអញ្ចឹងក្នុងនេះគឺមានដូចជាការបកប្រែសំឡេងនេះហើយនឹងបកប្រែអក្សរនេះអត់ទាន់ fix ដើរទេប៉ុន្តែ vocal វិភាគក៏អត់ទាន់ដើរដែរអញ្ចឹងដើរតែ2ទេដកសំឡេង vocal ហើយនឹងបង្កើតសំឡេងអញ្ចឹង2នឹងដើរហើយ TTS នេះដើរ export ដើរបាទហើយខាងលើនេះគឺដើរដូចជា1 2បាទ3បាទអញ្ចឹងបើថាមកប្រឡោះនេះអត់ទាន់ដើរអស់ទេបាទអូខេអញ្ចឹងនេះខ្ញុំសូមបង្ហាញតែប៉ុណ្ណឹងបាទអូខេអរគុណជួបគ្នានៅវីដេអូក្រោយ